បាទជំរាបសួរដល់បងប្អូនពុកម៉ែបងប្អូនទាំងអស់ដែលនៅក្នុងខេត្តរតនមានជ័យទាំងមូលថ្ងៃនេះខ្ញុំបាទមានសេចក្តីរីករាយណាស់ដែលបាននាំមកនៅបទចម្រៀងនេះគឺយើងចង់រៀបរាប់អំពីខេត្តរតនមានជ័យហើយពិសេសគឺបឹងស្នោរបស់យើងនឹងឯងហើយបឹងស្នោរបស់យើងនេះគឺជាអ្នកមានគុណធំធេងណាស់ដែលទីរួមស្រុកខេត្តរតនមានជ័យទាំងមូលបានទៅអាស្រ័យទឹកនៅបឹងស្នោហ្នឹងហើយអញ្ចឹងសូមឲ្យក្មួយបងប្អូនទាំងអស់ដែលនៅក្នុងបណ្ដាញ Facebook ក៏ដូចជាពុកម៉ែនឹងឲ្យនាំគ្នាអញ្ជើញស្ដាប់កម្សាន្តនឹងឲ្យអញ្ជើញស្ដាប់កម្សាន្តនៅបទចម្រៀងដើម្បីទុកជាអនុស្សាវរីយ៍ចម្រៀងនេះគឺយើងរៀបរាប់អំពីបឹងស្នោនឹងឯងអញ្ចឹងដូច្នេះសូមបងប្អូនជួយថែរក្សានៅអនាម័យហើយនឹងការពារបឹងស្នោយើងនឹងឲ្យបឹងស្នោយើងនេះគឺគ្មានអ្នកណាគេយកទៅធ្វើអីបានទេព្រោះជាបឹងដូនតារបស់យើងហើយអញ្ចឹងខ្ញុំសូមផ្ញើចម្រៀងនេះដើម្បីដឹងគុណដល់បុព្វឬបុរសដែលខិតខំកសាងកន្លងមកឥឡូវនេះគាត់បាត់បង់ជីវិតទៅហើយហើយអញ្ចឹងការដឹងគុណគឺខ្ញុំសូមផ្ញើចម្រៀងមួយបទនេះជូនទៅដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្តមពេជ្រសុខិនដែលគាត់ខំកសាងនៅបឹងស្នោនេះគឺថាបានល្អស្អាតណាស់ឥឡូវនេះឃើញស្មៅដុះហើយមានកន្លែងខ្លះមានបាក់បែកដែលមិនទាន់បានធ្វើការជួសជុលហើយអញ្ចឹងដូច្នេះសូមឲ្យបងប្អូនពុកម៉ែជួយរក្សាការពារនិងអនាម័យបឹងស្នោរបស់យើងដែលជាបឹងដូនតាហើយក៏ជាអ្នកមានគុណធំធេងណាស់សម្រាប់យើងទាំងអស់គ្នាអញ្ចឹងសូមស្ដាប់កំសាន្តបទចម្រៀងដែលមានចំណងជើងថាសម្រស់បឹងស្នោអញ្ចឹងសូមស្ដាប់កំសាន្តដូចតទៅបាទព្រះនេះដំរីសាក់សីនៃក្តីស្នេហ៍ខ្ញុំយើងអង្គុយលេងស្ដាប់ពីអៀងតន្ត្រីគួយគុណស្លាតែថ្មីជាស្នាដៃដល់តែនោះរំពីដើមស្ងប់ស្ងាត់ស្ដាប់មាត់កាត់យំលោកតៅវ៉ៅមានមុំប្រគុំតន្ត្រីធម្មជាតិឯកឧត្តមតុបតាហើយរៀបចំខិតខំកាយឆ្នៃជួយលើកសម្រស់ឧត្តមមានជ័យនាំឲ្យមានជារស្មីស្រស់ឆើតឆាយប្រឡូកបឹងស្នោកំដរគូស្នេហ៍ព្រេចចាំគុណលឹងខែចូលបបពេលនាំគូស្នេហ៍ថ្មីអូសម្រស់ឧត្តមមានជ័យទោះឃ្លានក៏នៅអាឡ័យនឹកដល់ស្នាដៃបបមានជ័យដៃដាច់ស្អីមកបងនឹងស្រស់កែវក៏មិនថាសានុតាក្នុងគុណបាតថ្មីមកតឹងអភិវឌ្ឍក្បត់ក្បែរនឹងស្រីនៅមុខព្រះនេះដំរីសាក់សីនៃក្តីស្នេហ៍ខ្ញុំ
នសាលាខេត្តថ្មីជីវិតណាដៃដល់តែនោះរុំពីដើមស្ងប់ស្ងាត់ស្ដាប់មួនកាត់យំលោតៅអាមានមុំប្រគំតន្ត្រីធម្មជាតិអោពេជ្រពេជ្រឯកឧត្តមតុបតារៀបចំខិតខំតែឆ្ងាយជួយលើកសម្រស់ឧត្តមមានជ័យនាំឲ្យមានជារស្មីស្រស់ឆើតឆាយរលោកពឹងថ្នោកំដរគូស្នេហ៍ព្រៃព្រេងចាំពុនលិខែចោលបំពេថ្នមគូស្នេហ៍ថ្មីអូសម្រស់ឧត្តមមានជ័យ